ស្តីបងប្អូនអរគ្នាខ្ញុំមកធ្វើវីដេអូមកបង្ហាញពីដំណាំនៅក្នុងដីភូមិរបស់ខ្ញុំតើមានអ្វីខ្លះតើទស្សនាជាមួយខ្ញុំបងប្អូននេះគឺជាដើមស្វាយហ្នឹងគឺជាគេហៅថាស្វាយផ្លែហាន់ស្ករអត់ដឹងថារសជាតិមិនដែរតតែទៅសាកជាមួយខ្ញុំទាំងអស់គ្នាឥឡូវនេះវាទុំចង់រូបដល់អស់ទៅសល់3 4 5 ខោមទេឥឡូវចាំមើលដើររមើលទុំទាំងអស់គ្នាអូយមានទុំមួយថ្ងៃនេះមានទុំមួយបាយទុំមួយជាមួយខ្ញុំបេះសាកមើលថាមានរសជាតិយ៉ាងណាបានហើយអូស្លាកគេមានជាតិជ័រស្វាយនេះគឺជាស្វាយហាន់ស្ករឬឈ្មោះស្វាយហាន់ស្ករអត់ដឹងថារសជាតិបែបម៉េចទេតតែសាកទាំងអស់គ្នាជាមួយខ្ញុំសាកមើលសិនរសជាតិបែបណាខ្ញុំបាច់ចាំយើងទឹកក៏បានដែរបងប្អូនព្រោះស្វាយនេះគឺជាធម្មជាតិហើយយើងបាច់យើងទឹកទេព្រោះស្ទើរមានអត់ប្រើជាតិថ្នាំជាតិគីមីទេគឺធម្មជាតិស្អាតហ្មងអាយមែនដូចឈ្មោះមែនហាន់ស្ករផ្អែមរសជាតិឆ្ងាញ់ហើយក្លិនរបស់វាបូមអូបដែរវាផ្អែមហើយអូបទៀតឈ្ងុយtừខាងស្រុកបងប្អូននឹងស្វាយនឹងគេហៅស្វាយអីខ្ញុំអត់ដឹងដែរព្រោះខាងខ្ញុំនេះគេហៅស្វាយហាន់ស្កររសជាតិវាផ្អែមអូបឈ្ងុយដល់ផ្អែមមុតបាទប៉ុណ្ណឹងបានបងប្អូនឥឡូវយើងទៅទស្សនាមើលដំណាំបន្តទៀតថាមានអ្វីខ្លះបាទបងប្អូនឥឡូវមកដល់កន្លែងដើមចេកនេះគឺជាចេកមាសនៅខាងស្រុកខ្ញុំគេហៅចេកមាសបើសិនជាខាងបងប្អូនហៅចេកអីផ្សឹងទៅនឹងជួយខមមិនដាក់ក្រុមវីដេអូប្រាប់ផងព្រោះថាខាងខ្ញុំនេះគឺហៅចេកមាសផ្លែវារីធំវារសជាតិវាឈ្ងុយក្អូបពេលដល់ទុំទៅឈ្ងុយក្អូបហើយផ្លែវាបើសិនជាធៀបទៅប៉ុនកដៃចង់ប៉ុនកដៃបាត់ហើយវារីកធំដើមវាហៅច្បល់ខ្មៅខុសពីចេកណាំវ៉ារសជាតិឈ្ងុយក្អូបជូរអែមនឹងហៅចេកមាសបើសិនជាខាងបងប្អូនហៅចេកអ្វីខមមិនដាក់ក្រុមវីដេអូរបស់ខ្ញុំមកដឹងនៅលោកហៅតាមស្រុកហៅខុសគ្នាឥឡូវទៅទស្សនាមើលដំណាំផ្សេងពីនឹងទៀតនេះគឺជាដើមក្រូចឆ្មានេះគឺជាយើងអាចយកទៅស្លឬក៏ស្ងោរជ្រក់នេះគឺជាក្រូចឆ្មាបងប្អូននៅតាមដើមឆ្មាផ្លែវាធំហើយយើងអាចយកទៅស្ងោរជ្រក់អីគេថាស្ងោរជ្រក់មួយឆ្នាំយកតែផ្លែមួយតែច្បាច់អាចស្ងោរបានព្រោះដោយសារទឹកវាច្រើនព្រោះដោយសារពោពេញដោយទឹកច្រើនព្រោះដោយសារដើមក្រូចហ្នឹងវានៅជាប់នៅក្បែរមាត់ទឹកទៅពេលហ្នឹងវាជាទឹកច្រើនហើយជាតិជូរដាក់ទៅមករយៈមកជ្រក់ស្ងោរជ្រក់មួយឆ្នាំផ្លែតែផ្លែក្រូចមួយទេយើងអាចជ្រក់បានព្រោះច្បាច់ទឹកច្រើនបងប្អូនវាលាក់ស្លឹកនៅក្រោមស្លឹកទឹកផ្លែយើងលើទៅបានឃើញផ្លែច្រើនមើលផ្លែមួយមេឃហ្នឹងចង់100ផ្លែហើយមកក្នុងហ្នឹងឥឡូវយើងទៅទស្សនាមើលតាមផ្នោវាខ្ពស់ទេបងប្អូនប៉ុន្តែផ្លែវានៅលើផ្លែច្រើនឃើញផ្លែច្រើនអត់ដើមវាខ្ពស់ហើយប៉ុន្តែផ្លែនៅលើព្រោះដោយសារដើមផ្នោហ្នឹងមុនដំបូងវាមានចុងឡើងលើពេលដល់ហើយយើងត្រូវកាត់ចុងវាឲ្យស្មើហើយបានវាចាប់ដើមផ្លែបើតើយើងអត់កាត់ចុងទេវាចេះតែលូតឡើងទៅលើវាអត់ផ្លែទេប៉ុន្តែខ្ញុំដឹងទីសាសមកពីប្រទេសថៃគេកាត់ចុងដាក់ចុងវាផ្ដាច់ទៅវាចាប់ដើមវាលែងលូតវាចាប់ដើមផ្លែឥឡូវបងប្អូនមើលទស្សនាមើលផ្លែច្រើនអត់ពេលដែលខ្ញុំកាត់ចុងលើអញ្ចឹងវាផ្លែឥឡូវយើងកុំឲ្យខាត់ពេលវេលាយើងទៅមើលដំណាំបន្តទៀតតាទស្សនាមើលខ្ញុំគឺបងប្អូនឥឡូវមកដល់កន្លែងដើមទូហើយនេះជាដើមទូក្រហម
ទូក្រហមហ្នឹងវាដើមវាធំតរេងខ្ពស់នេះបានវាមានមើមវាគឺងើមពេញធំដែរយើងអាចយកទៅស្ងោរអូបស្ងោរលក្ខណៈដូចជាដលងអញ្ចឹងណាហើយមើលនោះមួយទៀតគឺជាតគូកទើបតែដាំទេបងប្អូននេះជាតគូតហ្នឹងយើងអាចយកមើមវាហ្នឹងយកទៅធ្វើថ្នាំយកទៅលាយទឹកដូងដៅក្នុងយើងអាចញ៉ាំជាមួយទឹកដូងឬអីហ្នឹងគឺដាក់ទៅវាត្រជាក់ក្នុងឥឡូវមកទស្សនាជាមួយខ្ញុំទៀតនេះគឺជាដើមម្កាក់នេះបងប្អូននេះថាដើមម្កាក់ហ្នឹងមុនដំបូងដើមធំទៅពេលដល់ឥឡូវហ្នឹងវាដួលដើមទៅកាត់មកកណាត់ចេញឥឡូវវាចាប់ដើមដកមកវិញពិសាឬវាខ្លីវាដួលទៅកាត់មកកណាត់ចេះឥឡូវដោះឡើងលើវិញទៅអត់មានផ្លែទេនេះបងប្អូននេះដើមម្កាក់ប៉ុន្តែវាអត់មានផ្លែទេឥឡូវមកទស្សនាជាមួយខ្ញុំនៅមានបន្តទៀតបាទអូឥឡូវដល់កន្លែងដើមទលឹងទឹកនេះទឹមតែដើមទេបានផ្លែជាជួង 1-7 ខែឥឡូវចាប់តាមផ្លែហើយនេះជាផ្លែទលឹងទឹកមើលតាក់មើលសិនគេថាផ្លែទលឹងទឹកយើងញ៉ាំទៅញ៉ាំជូរត្បូងផ្អែមក្រើយលើសាញ់ញ៉ាំមើលបើជាឆ្ងាញ់មែនមានស្រស់ឥឡូវមកទស្សនានៅដំណាំស្ទឹងទៀតឲ្យខាត់ពេលវេលាតាបងដើមស្អំយើងអាចយកទៅជៀនពងទាយកទៅធ្វើធ្លាប់អាហារដូចជាតម្រូវការរបស់បងប្អូនគ្រប់ប្រភេទឥឡូវមកទស្សនាជួយខ្ញុំបន្តទៀតនេះជាដើមល្ហុងគេដើមស្អំហ្នឹងដាំលាយជាមួយល្ហុងនៅក្នុងទស្សនានេះគឺជាល្ហុងដាំនៅជាមួយដើមស្អំល្ហុងនេះអត់ខ្ពស់ទេបងប្អូនខ្ពស់ហើយខ្ញុំថាជា2 ម៉ែត្រជួយទេប៉ុន្តែផ្លែទៅហើយល្បាក់ 3-4-5 ខែដែរប៉ុន្តែសាច់ណែនធំទុំផ្អែមសាច់ណែនអត់ទៅមានក្របទេឥឡូវមកទស្សនាមើលពីគ្នាផ្លែដាក់ធំមកដាក់ទៅមើលផ្លែធំខ្ញុំល្ហុងនេះជាផ្លែធំហ្នឹងចាប់តាមមើលរបស់គ្នានេះជាផ្លែល្ហុងតែខ្ញុំនិយាយមិញនេះគឺផ្លែច្រើនណាស់សាច់វានេះគឺជាសាច់ណែនល្អអត់មានក្របទេរសជាតិក៏ផ្អែមដែរផ្លែច្រើនមែនតើនេះបងប្អូនទស្សនាអស់គ្នាហើយមើលទៅមានល្ហុងជាច្រើនដើមណាមើលទៅច្រើនណាស់ខ្ញុំមានដែរខ្ញុំកាត់តែរាប់តែប៉ុណ្្នឹងទេព្រោះដោយសារទៅមុខទៀតវាដើមស្អំហ្នឹងវាបន្លាច្រើនមើលនៅក្នុងក៏មានល្ហុងច្រើនដែរតែខ្ញុំទៅមើលដំណាំខ្ញុំបន្តទៀតបងប្អូននេះបងប្អូនឥឡូវខ្ញុំមកដល់កន្លែងដើមទៀតហើយទៀតស្វាត់គេហៅទៀតស្វាត់បើនៅខាងបងប្អូនហៅទៀតអីខ្ញុំមិនដឹងពីខាងស្រុកភូមិខ្ញុំគេហៅទៀតស្វាត់ទៀតនៅវារសជាតិឈ្ងុយឆ្ងាញ់ទុំផ្អែមសាច់ស្វិតមើលនៅទឹកផ្លែបងប្អូនឥឡូវដំណាំរបស់ខ្ញុំមានតែប៉ុណ្្នឹងទេខ្ញុំសូមអរគុណសូមជម្រាបលាបាយបាយ